បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចិន្តាខ្ញុំម៉ារ៉ាឌីហើយពួកយើងនឹងមកចែករំលែកអំពីគន្លឹះមួយចំនួនដើម្បីធ្វើការផ្ទៀងផ្ទាត់ឬក៏មាតិកាអីមួយដែលអ្នកទាំងអស់គ្នាបានឃើញនៅលើអ៊ីនធឺណិតចឹងគន្លឹះទី1គឺយើងផ្ទៀងផ្ទាត់ទៅលើប្រភពចឹងយើងពិនិត្យមើលថាតើប្រភពហ្នឹងជានរណាគេជាអ្នកផ្សាយព័ត៌មានមួយនឹងជាស្ថាប័នណាឬក៏ជាបុគ្គលណាមួយអញ្ចឹងហើយយើងវិភាគទៅលើប្រភពនឹងដែរពេលដែលយើងឃើញគាត់ផ្សាយឬក៏ស្ថាប័នណាមួយផ្សាយយើងអត់ទាន់ចេះតែជឿយើងទៅសិក្សាមើលថាតើប្រភពនឹងគាត់ជាពីណាគេតើគាត់បានផ្ទៀងផ្ទាត់ឬក៏អត់ហើយជាទម្លាប់ប្រដងគាត់ផ្សព្វផ្សាយព័ត៌មានរបៀបម៉េចហើយគាត់គឺជាអ្នកជំនាញឬក៏អត់ទេហើយនៅក្នុងនឹងដែរតើគាត់មានប្រវត្តិបែបម៉េចដែរបើនិយាយពីដូចយើងនៅខាងក្រៅវិញយើងមើលអត្តចរិតគាត់មិនដែរអញ្ចឹងណាអញ្ចឹងយើងផ្ទៀងផ្ទាត់ទៅលើប្រភពហើយបើថាប្រភពនឹងចេញពី page ឬក៏ website ណាមួយយើងមើលតើ page នឹងមិនដែរមានចំនួន follower ប្រហែលហើយចំនួនអ្នក like ប្រហែលដែរហើយមួយវិញទៀតរបៀបតែគាត់ផ្សព្វផ្សាយនឹងមិនវាស៊ីជាមួយទៅនឹងគោលការណ៍ឬក៏វាត្រូវជាមួយនឹងគេហៅថាបេសកកម្មនៃស្ថាប័នរបស់គាត់ឬក៏អត់អញ្ចឹងណាយើងពិនិត្យមើលថាប្រភពនឹងជាណាគេសួរថាស្គាល់អត់បើអត់ស្គាល់យើងត្រូវទៅស្គាល់ពីប្រភពនឹងសិនហើយបើយើងជឿទុកចិត្តហើយបើយើងហ៊ានចែកម្លែកបានអញ្ចឹងមានអីទៀតម៉ាឌីខ្ញុំគិតថាមួយទៀតយើងទាំងអស់គ្នាក៏គួរតែត្រួតពិនិត្យទៅលើរូបភាពដែរដោយសារតែឥឡូវនេះគឺវាមានរូបភាពបន្លំច្រើនបង្កើតដោយ AI ពេលខ្លះវាមិនមែនជារូបភាពពិតប្រាកដទេហើយយើងត្រូវតែពិនិត្យមើលថាតើរូបភាពមួយនោះវាមានអីពាក់ព័ន្ធជាមួយនឹងអត្ថបទព័ត៌មានដែលយើងកំពុងតែអានក៏ដូចជាចែករំលែកនឹងផងដែរបាទអញ្ចឹងខ្ញុំគិតថាចំណុចមួយទៀតដែលសំខាន់ដែរគឺយើងពិនិត្យលើភាសានៃខ្លឹមសារអញ្ចឹងមិនថាជាអត្ថបទឬក៏វីដេអូទេយើងមើលរបៀបនៃការសរសេរឬក៏របៀបនៃការផ្សព្វផ្សាយរបស់គាត់ណាតើមានបញ្ចូលជាទស្សនៈរបស់ខ្លួនឯងអត់ព្រោះធម្មតាយើងអាចបញ្ចូលទស្សនៈរបស់យើងជាពិសេសក្នុងនាមគាត់ជាអ្នកកាសែតឬក៏នឹងឯអ្នកសារព័ត៌មានហើយយើងមើលថាតើគេហៅថាប្រភពឬក៏មនុស្សឬក៏អាចថាអ្នកពាក់ព័ន្ធដែលគាត់សម្ភាសហ្នឹងណាចម្រោះអត់មានគ្រប់ភាគីពាក់ព័ន្ធឬក៏អត់ឬក៏មានតែសម្លេងតែមួយខាងទេក៏យើងអាចពិនិត្យមើលដែរហើយមួយវិញទៀតតើមានបញ្ចូលជាហិង្សាអត់ហើយមានភាពលំអៀងឬក៏អត់មានភាពស្មើគ្នាឬក៏អត់ទេនៅក្នុងការផ្សព្វផ្សាយមួយហ្នឹងអញ្ចឹងយើងមើលទៅលើភាសានៃខ្លឹមសាររបៀបនៃការសរសេរមើលតាំងពីអក្ខរាវិរុទ្ធឡើងជួនកាលបើចេញមកសរសេរដូចខុសច្រើនពេកអីក៏អាចគួរឲ្យសង្ស័យដែរហើយចំណុចមួយទៀតដែលខ្ញុំចង់លើកយកមកបង្ហាញនោះគឺតកតងជាមួយនឹងការបច្ឆេទនៃព័ត៌មានថាតើព័ត៌មានហ្នឹងវាទៅតែកើតឡើងទេឬក៏មានអ្នកខ្លះគាត់យករឿងដែលកើតឡើងយូរមកហើយយកមកបំផុសសារជាថ្មីធ្វើឲ្យមានការភ័ន្តច្រឡំច្រើននៅលើប្រព័ន្ធបណ្ដាញសង្គមអញ្ចឹងទាំងអស់គ្នាត្រូវប្រកាសចិត្តថាយើងពិនិត្យមើលថាតើព័ត៌មានហ្នឹងវាចេញផ្សាយបានត្រឹមតែចេញផ្សាយទេជាព័ត៌មានទាន់ហេតុការណ៍ឬក៏ជាព័ត៌មានដែលវាទៅបានចេញផ្សាយយូរមកហើយបាទជនខិលខូចគាត់អាចនឹងយកព្រឹត្តិការណ៍ហ្នឹងដែលធ្លាប់កើតឡើងពីមុនយកមកយកមកពេញប្រវ័ញ្ចផលចំណេញអីមួយចឹងទៅហ្នឹងហើយមួយទៀតចំណុចមួយទៀតគឺការគិតបែបត្រិះរិះពិចារណា critical thinking អញ្ចឹងគិតបែបត្រិះរិះពិចារណានេះមានន័យថានៅពេលដែលយើងឃើញមាតិកាវីដេអូឬក៏ផុសអីមួយយើងត្រូវតែសួរខ្លួនឯងសិនសួរថាតើវាសមហេតុផលអត់ហើយប្រភពនឹងវាមកពីណាតើបើសិនជារឿងនឹងមានរឿងកើតឡើងវាពិតជាអញ្ចឹងមែនអត់តើវាអាចជាការភ័ន្តច្រឡំឬក៏អត់អីផ្សេងមានន័យថាយើងតែងតែភ្ជាប់មកជាមួយនឹងសំណួរហើយគឺយើងគិតស៊ីជម្រៅគិតហើយបើយើងជឿបើយើងហ៊ានចែកម្លែកអញ្ចឹងមានន័យថាយើងគិតបែបត្រិះរិះពិចារណាជើងរបស់ព័ត៌មានភាគច្រើនហ្នឹងក៏ជាចំណុចមួយដែលយើងគួរតែគិតគូរពិចារណាដែរមុននឹងយើងធ្វើការអានក៏ដូចជាធ្វើការចែករំលែកដោយសារតែចំណងជើងខ្លះវាគ្រាន់តែជានុយដើម្បីតាក់ទាញចំណាប់អារម្មណ៍អីគេមួយទេយើងត្រូវសួរខ្លួនឯងថាតើចំណងជើងមួយហ្នឹងវាធ្វើឲ្យគេខ្លះដែលប៉ះពាល់ដល់អារម្មណ៍យើងដូចជាបង្កឲ្យមានភាពភ័យខ្លាចឬក៏ក្តីបារម្ភអីគេមួយអញ្ចឹងយើងត្រូវពិនិត្យមើលលើចំណងជើងហ្នឹងឲ្យច្បាស់លាស់បាទបងមានអីបន្ថែមទេហ្នឹងហើយតើតោះនឹងចំណងជើងនឹងដែរធម្មតាបើសិនជាអ្នកសារព័ត៌មានដែលគាត់គ្រប់តាមក្រមសីលធម៌វិជ្ជាជីវៈរបស់គាត់
ពេលរឿងនឹងមិនគាត់ទៅសេបែបនឹងស្មើមកអញ្ចឹងគាត់នៅជាការប្រាប់ទៅយើងតែយើងក៏លេចទៅមើលចំណងជើងខ្លះក៏យើងអាចអត់ទុកចិត្តដែរដោយសារអីពេលខ្លះដូចម៉ារីនិយាយដូចនុយបឆោតអញ្ចឹងដាក់ឲ្យយើងភ័យពេកពេលខ្លះទៅរំភើបពេកអីជាដើមអញ្ចឹងកន្លែងហ្នឹងក៏យើងមើលដែរហ្នឹងហើយមិនថាអត់តែចំណងជើងដែលដូចម៉ារីលើកឡើងហើយខ្ញុំលើកឡើងមិញហ្នឹងសិតតែជាព័ត៌មានអត់ពិតទេប៉ុន្តែវាគួរឲ្យសង្ស័យអញ្ចឹងដែលយើងត្រូវទៅអានប្រៀបធៀបចំណងជើងហ្នឹងជាមួយនឹងរូបហើយនឹងជាមួយនឹងអត្ថបទទាំងមូលផងដែរអូខេអញ្ចឹងតកតងនៅក្នុងចំណុចមួយទៀតដែរគឺយើងត្រូវពិនិត្យមើលទៅលើអ្នកជំនាញដែលជាអ្នកអាចបញ្ជាក់ថាតើព័ត៌មានដែលយើងចែកម្លែកហ្នឹងវាគួរឲ្យជឿទុកចិត្តបានកម្រិតណាឧទាហរណ៍ដូចជាបើសិនជាយើងចង់ដឹងព័ត៌មានតកតងជាមួយនឹងបញ្ហាផ្នែកសុខភាពយើងទៅមើលទៅលើเพจផ្លូវការណាមួយដែលគាត់ផ្សព្វផ្សាយតកតងជាមួយនឹងរឿងសុខភាពឬក៏ផ្នែកសុខាភិបាលចឹងទៅហើយចំណែកផ្នែកសង្គ្រាមយើងទៅមើលលើเพจផ្លូវការណាដែលគាត់តែងតែចេញផ្សាយព័ត៌មានផ្លូវការតកតងជាមួយនឹងរឿងបញ្ហាសង្គ្រាមហ្នឹងទៅបាទអញ្ចឹងកន្លែងអ្នកជំនាញនេះដែរដូចម៉ាឌីលើកឡើងអញ្ចឹងយើងអាចពេលដែលយើងឃើញព័ត៌មានហ្នឹងមួយយើងអត់តន់ជឿភ្លាមទេយើងត្រូវទៅពិនិត្យមើលទៅលើអ្នកពាក់ព័ន្ធឬក៏ស្ថាប័នជំនាញមិនថាជាស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈស្ថាប័នសារព័ត៌មានធំនៅក្នុងស្រុករបស់យើងឬក៏នៅក្រៅស្រុកឬក៏មួយវិញទៀតតកតងទៅនឹងឧទាហរណ៍ថាព័ត៌មានហ្នឹងពីបញ្ហាសង្គ្រាមឬក៏អីចឹងយើងចូលទៅមើលpage ឬក៏គេហទំព័រផ្លូវការរបស់ក្រសួងដែលគាត់ផ្សាយចឹងទៅហើយមួយវិញទៀតបើសិនជាព័ត៌មានហ្នឹងពីជំងឺរាតត្បាតផ្សេងៗយើងអាចទៅមើលប្រភពដែលជាអ្នកជំនាញតាក់ទងទៅនឹងរឿងសុខភាពចឹងទៅចា៎អូខេកន្លឹះទាំងអស់នេះវាគ្រាន់តែជាកន្លឹះមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលបងប្អូនឃើញនៅលើបណ្ដាញសង្គមប៉ុន្តែសួរថាបើផ្ទៀងផ្ទាត់ច្រើនឡើងពីណាគេមានពេលមកផ្ទៀងផ្ទាត់បើសិនជាបងប្អូនទាំងអស់គ្នាអត់មានពេលផ្ទៀងផ្ទាត់ច្បាស់ការទេថាព័ត៌មានណាពិតឬក៏អត់ពីខ្ញុំទៅខ្ញុំលើកទឹកចិត្តថាយើងកុំតន់ចែកម្លែកព័ត៌មាននឹងអីពីព្រោះថាកាលណាតែយើងចែកម្លែកបើសិនជាព័ត៌មាននឹងអត់ពិតវាអាចប៉ះពាល់ទៅដល់ទាំងខ្លួនយើងនិងសង្គមជាតិផងដែរគិតមុនចែករំលែកចាអរគុណជួបជាមួយពួកយើងនៅវីដេអូក្រោយ